អ្នកមីងមានបញ្ហារលាកអញ្ចាញ់ធ្មេញដែលធ្វើឲ្យធ្មេញអ្នកមីងទាំងខាងលើនិងខាងក្រោមនឹងគឺរង្គើខ្លាំងមែនទែនយើងបានណែនាំឲ្យអ្នកមីងធ្វើការព្យាបាលនិងដាំបង្គោលធ្មេញបន្ថែមដើម្បីទប់លំនឹងធ្មេញក្រោយពីយើងធ្វើការព្យាបាលធ្មេញនិងអញ្ចាញ់ធ្មេញអ្នកមីងមួយរយៈពេលមកយើងឃើញថាអញ្ចាញ់ធ្មេញនិងធ្មេញអ្នកមីងបានជាល្អមែនទែនដែលអញ្ចាញ់ធ្មេញអ្នកមីងនឹងគឺបាត់រលាកអស់ហើយឡើងប្រែមកជាបងកញ្ជុំវិញហើយធ្មេញអ្នកមីងគឺឡើងរឹងឡើងវិញហើយបន្ទាប់មកយើងបានធ្វើការដាក់ធ្មេញបដអាសន្នជូនអ្នកមីងដើម្បីបង្កើតមុខងារទំពាឡើងវិញនេះគឺជាលទ្ធផលដាក់ធ្មេញបដអាសន្នខាងក្រោមជូនអ្នកមីងនេះជាលទ្ធផលដាក់ធ្មេញខាងលើជូនអ្នកមីងដែលយើងមើលទៅគឺថាឃើញថាស្អាតដូចធម្មជាតិគ្រាន់តែជាធ្មេញបដអាសន្នទៅណាបងប្អូនវាស្អាតបែបនេះបាត់ទៅហើយចោះតម្រាំធ្មេញសម្រាប់ជូនអ្នកមីងទៀតនោះតែវាស្អាតប៉ុណ្ណាទៅដូច្នេះបងប្អូនសូមរងចាំទស្សនាពីបន្ទាប់នៅពេលដែល implant នឹងឆ្អឹងជាបានល្អបងប្អូនបើសិនជាបងប្អូនមានបញ្ហាតាក់ទងទៅនឹងធ្មេញរង្គើបាក់បែកឬក៏បាត់ដោយប្រការណាមួយបងប្អូនចង់ប្រឹក្សាយោបល់អាចទៅមកពួកយើងបានទទួលប្រឹក្សាយោបល់បងប្អូនដោយមិនកាត់ថ្លៃសូមអរគុណ